មានរឿងគួរឲ្យតាមដានទៀតហើយតើគ្នាល្បីថាពោះយៈដែលធំសម្បើមនៅលើពិភពលោកដែលអាចលេបទ្វីបទាំងមូលបានដែលមានឈ្មោះថា Leviathan គឺមានជីវិតរស់នៅលើពិភពលោកនឹងដែលកំពុងតែលាក់ពួនសង្ងំនៅក្រោមបាតសមុទ្រដ៏សែនជ្រៅតើគ្នាខ្ញុំមិនដឹងថាអ្នកតើគ្នាដឹងរឿងនឹងអត់ទេវាកំពុងតែ viral នៅក្នុង TikTok មែនតើដែលឯកសារពីបរទេសគឺគេថតបានពីលើផ្កាយរណបមកឃើញរូបរាងក្បាលពោះហ្នឹងខ្ញុំដាក់នៅលើខាង slide ខាងក្រោយនេះដែលមិនមែនជា AI ទេតើគ្នាគឺដែលគេថតបានពីលើផ្កាយរណបមកគឺរូបរាងក្បាលពោះធំសម្បើមតែម្ដងតើគ្នាហើយគេកំពុងតែមានការភ័យបារម្ភមែនតើដល់ពីព្រោះថាលើកមុនគឺអង្គការ NASA គឺគេបានធ្វើការរុករកស្រាវជ្រាវនៅក្នុងបាតសមុទ្រគឺគេបានចាប់បានសម្លេងដល់ចម្លែកដែលសម្លេងហ្នឹងគឺគេថាសត្វហ្នឹងគឺជាសត្វដែលមានភាវៈធំខ្លាំងរបៀបអញ្ចឹងតើគ្នាពោះយៈ Leviathan ហ្នឹងតើគ្នាគឺខ្ញុំតាមដានយូរដែរហើយសត្វហ្នឹងគឺវាមានពីរញីមួយឈ្មោះមួយប៉ុន្តែត្រូវបានកម្ចាត់មួយដោយសារព្រះហើយព្រះបានទុកសត្វហ្នឹងឲ្យមានរស់រានមានជីវិតមួយប៉ុន្តែដឹងថាញីឬក៏ឈ្មោះឯងគេកម្ចាត់មួយចេញព្រោះដោយសារអីគេចង់ឲ្យវាបង្កើតពូជមានកូនមានអីច្រើនចឹងពីព្រោះថាសត្វហ្នឹងគឺវាធំមែនតែនតើគ្នាគឺអាចលេបទ្វីបមួយបានណាហើយគ្រាន់តែវាងើបវាកម្រើខ្លួនណាគឺធ្វើឲ្យសមុទ្រមានព្យុះភ្លៀងហើយមានព្យុះមានរលកយៈស៊ូណាមីអីចឹងតើគ្នាសម័យមើលថាវាធំមិនគ្រាន់តែវាហើខ្លួនចេញពីទឹកហ្នឹងណាគឺចេញរលកយៈស៊ូណាមីហើយឥឡូវគឺគេកំពុងតែព្រួយបារម្ភមែនតែនពីព្រោះថានៅពេលដែលគេស្រាវជ្រាវហ្នឹងគឺគេឮសំឡេងសត្វមួយដែលធំខ្លាំងហើយសញ្ញារលកយៈហ្នឹងគឺមាននៅប្រទេសឈីលីមានអីទៀតតើគ្នាដែរប្រទេសអស់ហ្នឹងឯងដែលនៅជាប់សមុទ្រដែលធំតើគ្នាហើយនិយាយទៅគឺប្រទេសណាដែលនៅជាប់ផ្ទៃទឹកសមុទ្រធំដូចជាសមុទ្រប៉ាស៊ីហ្វិកអីហ្នឹងគឺគេកំពុងតែព្រួយបារម្ភមែនតើហើយខ្ញុំមិនដឹងថារឿងហ្នឹងពិតឬក៏មិនអីប៉ុន្តែខ្ញុំឃើញថាពួកបរទេសគឺគេកំពុងតែម្នាក់គឺនាំគ្នាស្រាវជ្រាវរឿងហ្នឹងមែនតើតើគ្នាព្រោះដោយសារអីឥឡូវហ្នឹងគេកំពុងតែភ័យថាខ្លាចពស់ហ្នឹងងើបតើគ្នាពីព្រោះថាវាកេងប្រហែលពាន់ឆ្នាំគឺវាងើបម្ដងហើយនៅពេលដែលវាងើបម្ដងគឺគ្រប់ប្រទេសឬក៏អាចមកទ្វីបពីរទ្វីបគឺខ្ទេចហ្មងតើគ្នាព្រោះដោយសារអីគឺគ្រោះមហន្តរាយទឹកជំនន់និយាយរលកយៈស៊ូណាមីអីចឹងទៅតើគ្នាហើយបើសិនជាវាចេញមកមែនតើគ្នាគឺមានតែព្រះឯដែលអាចកម្ចាត់សត្វនឹងបានអូយនិយាយទៅដូចក្នុងរឿងនេះទេនិយាយពីការរុករករបស់អង្គការ NASA បន្តតគ្នាអង្គការ NASA បានរុករកនៅក្នុងឆ្នាំ1900ម៉ែនទេខ្ញុំផ្លេចបាត់ហើយអ្នកតគ្នាចង់ដឹងអាចទៅសួរឆាត GPT ឬក៏ search Google មើលខ្លួនឯងបន្ថែមទៅតគ្នានិយាយទៅគឺការរុករកហ្នឹងគឺគេបានរកឃើញគ្រាប់ភ្នែកមួយដ៏ធំដែលគេថាគ្រាប់ភ្នែកហ្នឹងអាចនឹងប៉ិនផ្ទះមួយខ្នងដ៏ធំអញ្ចឹងណាតគ្នាគឺគេអាចបានស្មានបានទេអញ្ចឹងខ្ញុំនិយាយពីការជំនាន់មុនខ្ញុំនិយាយពីការបាត់នាវាមួយទឹកអីជាដើមអញ្ចឹងណាគឺវាពេលខ្លះវាតកតងនឹងសត្វនៅសមុទ្រដែលយើងអាចដឹងថានៅសមុទ្រវាអាចដឹងថាជម្រៅវាជ្រៅខ្លាំងណាស់យើងអត់ដឹងថាមានអីនៅក្នុងទឹកសមុទ្រហ្នឹងខ្លះទេតើគ្នាសូម្បីតែយន្តហោះដែលបាត់រហអត់ឃើញអីហ្នឹងក៏គេអាចសង្ស័យថាជា Leviathan ហ្នឹងធ្វើដែរតើគ្នាអូយទៅខ្ញុំតាមដានរឿងហ្នឹងមួយថ្ងៃហ្នឹងឡើងហើយតើគ្នានេះគឺគេមានចំណុចមួយហ្នឹងចាំខ្ញុំដាក់ឲ្យមើលនៅខាងក្រោយ slide ហ្នឹងតើគ្នាគឺមានចំណុច triangle ណាតើគ្នាត្រីកោណហ្នឹងគឺគេថាចំណុចហ្នឹងឲ្យដែលជាចំណុច Leviathan ហ្នឹងនៅវាដកដង្ហើមនៅពេលដែលវាដកដង្ហើមទឹកគួតធំអីដែលពេលខ្លះយើងអាចគិតថាវាជាសម្ពាធទឹកសម្ពាធខ្យល់អីដែលធ្វើឲ្យទឹកគួតប៉ុន្តែអ្នកខ្លះគឺគេថា Leviathan ហ្នឹងដកដង្ហើមហើយដល់ពេលហ្នឹងឲ្យតែនាវាជិះកាត់ឬក៏យន្តហោះជិះកាត់គឺវាអាចស្រូបចូលធ្លាក់ហ្មងតើគ្នាដែលចំណុចត្រីកោណហ្នឹងគឺគេស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ឥឡូវគេឲ្យអីជិះកាត់ទេតើគ្នាយើងអត់ដឹងថានៅក្នុងហ្នឹងមានអីទេអញ្ចឹងគេអត់រុករកទេតែអង្គការ NASA គឺដាក់មេប្រូទេតើគ្នាឈប់រុករកនៅក្នុងបាតសមុទ្រហើយទៅរុករកនៅលើអវកាសវិញនិយាយទៅខ្ញុំមិននឹកស្អីមែនតែខ្ញុំទៅចិត្តតាមដានណារឿងរុករកនៅក្នុងបាតសមុទ្រហើយអវកាសហ្នឹងនិយាយទៅចង់ដឹងអីសួរខ្ញុំដឹងហ្មងដឹងច្បាស់មិនច្បាស់ដឹងឯងដឹងតែថាខ្ញុំជួយចិត្ត search តាម Google ហើយនឹងសួរ Chat GPT ហ្នឹងទៅគឺខ្ញុំដឹងហ្មងនិយាយទៅជាពិសេសនៅលើអវកាសអូយនិយាយទៅខ្ញុំជួយចិត្តតាមដានអ្វីដែលនៅលើអវកាសមែនតើហើយនិយាយទៅស្រឡាញ់ហ្មងស្រឡាញ់របៀបចង់ធ្វើនៅអវកាសទៀតរបៀបអញ្ចឹងហើយក្នុងរឿងបាតសមុទ្រក៏ដោយបាតសមុទ្រខ្ញុំចង់ដឹងព្រោះថាខ្ញុំមានអារម្មណ៍ថាវាគួរឲ្យខ្លាចនៅក្នុងសមុទ្រវាជ្រៅខ្លាំងហើយយើងអត់ដឹងថាមានសត្វអីខ្លះហើយអូហ្នឹងហើយតើគ្នាអាសំឡេងដែលគេឮខ្ញុំនិយាយមុនហ្នឹងគឺគេអាចចាត់ទុកថាជាត្រីផ្លប់ដែលត្រីហ្នឹងផ្លប់តើខ្ញុំនិយាយខុសអីមិនដឹងទេតើគ្នាដឹងថាត្រីផ្លប់ហ្នឹងគឺក៏វាធំខ្លាំងហើយវាអាចលេបកប៉ាល់លេបអីបានអញ្ចឹងគឺគេគិតថាវាជាសំឡេងត្រីហ្នឹងប៉ុន្តែគឺមានអ្នកវិទ្យាសាស្ត្រជាច្រើនថាសំឡេងហ្នឹងគឺធំជាងត្រីផ្លប់ហ្នឹងរាប់រយពាន់ដងទៀតហើយអ្នកវិទ្យាសាស្ត្រតើគ្នាគឺគេជឿថាអូអញ្ចឹងបើជាសំឡេងហ្នឹងមានទំហំធំជាងត្រីផ្លប់ហ្នឹងរាប់រយពាន់ដងអញ្ចឹងមានតែ Leviathan នៅមានជីវិតរស់នៅអញ្ចឹងបានន័យថាអ្នកវិទ្យាសាស្ត្រក៏នៅជឿរឿងហ្នឹងដែរតើគ្នាហើយខ្ញុំឆ្ងល់ថាហេតុអីបានព្រះមិនកំចាត់ចោលទាំងពីរបើសត្វហ្នឹងវាធ្វើឲ្យមានគ្រោះមហន្តរាយដល់ពិភពលោកគឺតាមខ្ញុំសួរ Chat GPT ហើយនឹង Google គឺគេទៅសេថាគឺព្រះអត់កំចាត់ទាំងពីរទេពីព្រោះដោយសារអីគឺគេទុកមួយដែលឲ្យមានរស់នៅដែលវាអត់ងាយងើបទេសត្វហ្នឹងរាប់រយពាន់ឆ្នាំបានវាងើប
จังในไปแต่ไปเงือบตัวแทนในขนมปีพบโลกนั่งแต่มูลตัวบานรองเพียบแอบยศเตะทัวมีดังเปิดแบบครั้งบานสัตว์นั่งไปเงือบมาดังไปกับจัดปีพบโลกเจนมาดองให้กวนเกประกาศมาหนึ่งทำไมอันนั้นจังนะต่อคดีให้เกย์ใหญ่ชี้ช้อนนะถ้าพี่ปอมไพ่แผงนั่งไปเงือบโอ้ยยังไพ่จังบานเกย์ใหญ่แท้ไอ้ยกปุ่นยกเพลิงนั่งใส่กับเจนมาให้ต่อคดีมวยเตียดคือหลบใหญ่แบบบางกาก็ทลอมใหญ่แท้ชนะหมาเนี่ยหนุ่มเมียนสัตว์เนี่ยเกลียดดอกทมสับบามและเจนมาไอ้ยังต่อคดีเขินอันนั้นก็แค่สังไซแท้วิจิแบบพโนในรีไวท์ทันเงือบมาได้ไปผัวแท้รีไวท์ทันนั่งใหญ่แต่อาจใหญ่บ้านทันจีปัวนิกเรียกนักขนมตกให้คือviệc đọต่างหามเจนเพลิงกุดชากุดตกไอ้นั่งต่างគ្នាจังviệcដូចเนียដែរmàយើងនិយាយទៅគឺវាដូចเนียដែរវិញចឹងต่างគ្នាអូយនិយាយទៅต่างគ្នាតែមិនភ័យต่างគ្នានៅខ្មែរយើងខ្ញុំជឿថាអត់អាចប៉ះហ្មងរីវ៉ៃថានឹងអត់អាចនៅសមុទ្រខ្មែរបានទេគឺវានៅសមុទ្រជ្រៅខ្លាំងណាចឹងកុំភ័យអីต่างគ្នាយើងនឹងចាំមើលต่างគ្នាថាវាអញ្ចឹងដូចគេនិយាយអត់ដូចអ្នកវិទ្យាសាស្ត្រកំពុងតែគិតគេកំពុងតែចលាចលមករយៈហ្នឹងមែនអត់អញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងទេអរគុណต่างគ្នាបាយបាយ